របៀបឲ្យចំណៃសាច់ក្នុងហៃដេអញ្ចឹងយើងមានម៉ាស៊ីនផលិតចំណៃ2នេះចុចមកផលិតខ្វះចំណៃអីដាក់ចំណៃនឹងទៅផលិតឲ្យវារត់ទៅរួចយើងចាប់ផ្ដើមឲ្យចំណៃអញ្ចឹងយើងចាប់ផ្ដើមប្រមូលផលពងមាន់គេមានកញ្ឆែងនេះយើងដួសពងមាន់ក្លៀងវាណែនអញ្ចឹងដួសឲ្យយើងឲ្យចំណៃមួយដួសឲ្យចំណៃមួយឲ្យគ្រប់ចំនួនយើងត្រូវការទៅណាបន្ទាប់មកទៀតយើងបន្តទៅប្រមូលផលសត្វផ្សេងទៀតមានដូចអីគេនេះជ្រូកអញ្ចឹងយើងយកកាសៀវនោះដួសសាច់ជ្រូកមកហើយដាក់ចំណៃជ្រូកអូខេបន្ទាប់មកយើងយករោមជៀមអញ្ចឹងយើងយកកាត្រីកាត់រោមជៀមមកឲ្យចំណៃជៀមកាត់ឲ្យចំណៃអញ្ចឹងណាបានយើងបានផលទៀតអញ្ចឹងកូរដូចគ្នាយកកន្ទុនដួសដល់គោមកឲ្យចំណៃវាវិញអត់មានរឿងប្រមូលតែផលហើយអត់ឲ្យចំណៃទេតែខំណាអត់បានអីប្រមូលលើក្រោយទេអញ្ចឹងយើងមើលទៅលើអាម៉ាស៊ីនផលិតហ្នឹងវាមានអីខ្លះវាមានផលិតចំណៃគោមាន់ជ្រូកជៀមប៉ប៉ាហើយយើងចុចអាព្រួញទៅក្រោយហ្នឹងមានសៅសម្រាប់ឲ្យចំណៃកន្លែងសัตว์នៅរត់ភ្លើងខាងលើទៀតណា